បាទសួស្តីដល់បងប្អូនអរគ្នាបានថ្ងៃនេះយើងមកសួរពីតេជជនបាទចិត្តរបស់គាត់ណាថាការព្យាបាលបតិក្រហមទទួលបាន100%សួស្តីអ្នកគ្រូចាសួស្តីលោកគ្រូអ្នកគ្រូមានឈ្មោះឯណាហើយអ្នកគ្រូនៅក្នុងស្រុកខេត្តណាដែរចាខ្ញុំឈ្មោះផលរតនានៅស្រុកបង្វិលខេត្តបាត់ដំបងនៅស្រុកបង្វិលខេត្តបាត់ដំបងណាបាទអ្នកគ្រូអីជាអតិថិជនក្នុងមជ្ឈមណ្ឌលបតិក្រហមនេះចាបាទហើយចង់ដឹងពីចំណាប់អារម្មណ៍តិចមុននឹងអ្នកគ្រូមកទទួលសេវាកម្មនេះតើពីមុនអ្នកគ្រូមានបញ្ហាស្បែកមុខកាត់មុនបែបណាដែរបានអញ្ជើញមកចាពីមុនមកមុនខ្លាំងមុនកប់ទៅមុនទូនេះស្បែកមុខខ្ញុំពីមុនអាចមើលបានមុនខ្លាំងមែនទេមិនមែនមុនតិចតួចទេមុនខ្លាំងតែខ្ញុំមកព្យាបាលមុនព្យាបាលមុនខ្លាំងមែនទេនេះស្បែកមុខអ្នកគ្រូនេះចាស្បែកមុខពីមុនវ៉ាវបងប្អូនហើយបាទនេះស្បែកមុខអ្នកគ្រូពីមុនណាបាទគឺមានសភាពលក្ខណៈប្រភេទមុនខ្ទុះបាទមុនខ្ទុះហើយនឹងជាប្រភេទមុនកប់សាច់ណាបាទនេះមុខគាត់នេះដល់ហើយអ្នកគ្រូពីមុនគឺប្រើផលិតផលបាត់ដល់អ្នកគ្រូខ្ញុំប្រើច្រើនមែនទែនផលិតផលល្បីមិនក៏ប្រើដែរប៉ុន្តែវានៅតែអត់បាត់អូប្រើទៅកាន់តែឡើងមកថែមផលិតផលល្បីប៉ុណ្ណាក៏ដោយចាតម្លៃចូលរយក៏ធ្លាប់ប្រើតែប្រើអត់បាត់អត់ត្រូវចាអូខេហើយឃើញពីត្រីក្រហមសោកស្ដាយពេលប្រហែលខែបានសម្រាប់ចិត្តថាមកទទួលសេវាកម្មព្យាបាលនេះតែម្ដងតាមដែលខ្ញុំស្គាល់ត្រីក្រហមស្គាល់មកយូរខែដែរហើយតែដោយសារតែពីមុនអត់សូវហ៊ានចូលមកដែរហ្នឹងមើលតាមដានយូរដែរទៅក៏សម្រាប់ចិត្តថាឲ្យម៉ាក់ជូនមកសាឡបងនៅត្រីក្រហមទៅពេលសាឡបងហើយជាប់ចិត្តហ្មងបានជាមុខមកប៉ុណ្ណេះអូយទៅគឺស្រឡាញ់មុខខ្លួនឯងខ្លាំងមែនតើនៅពេលនេះអូខេបាទអញ្ចឹងពីមុនអត់សូវជឿជាក់ទេអត់សូវជឿជាក់ទេក៏ប៉ុន្តែនៅពេលដែលបានមកដល់ទៅទទួលបានសេវាកម្ម10ទីអញ្ចឹងគឺមានអារម្មណ៍ថាសប្បាយចិត្តហើយពេញចិត្តនឹងខ្លួនឯងពេញចិត្តស្ដោហ្មងឲ្យ10លើ10យ៉ាបងប្អូនបាទបងប្អូននេះគឺជាស្បែកមុខអ្នកគ្រូណាបាទផ្ទាល់តែម្ដងអញ្ចឹងដោយសារតែមុខគាត់រៀងខ្មុកដោយសារបងប្អូនដោយសារតែពីមុនគឺមុខអ្នកគ្រូគឺមានបញ្ហាប្រភេទមុនខ្ទុះហើយនៅមុនកប់ខ្លាំងណាមុនខ្លាំងបាទអញ្ចឹងនៅពេលដែលជឿទៅគឺរសល់ស្នាមខួរកំហោបែបហ្នឹងបងប្អូនអញ្ចឹងវីដេអូនេះ5ផ្ញើបាទសូមឲ្យអ្នកគ្រូ5ផ្ញើទៅដល់បងប្អូនដែលគាត់មានបញ្ហាមុខកាត់មុនតិចណាសូម5ផ្ញើទៅដល់បងប្អូនណាដែលមានមុខខ្លាំងមុខខ្មោចមុខជាប់មុខមុនយ៉ាងម៉េចក៏ដោយអាចបងត្រីក្រហមបានដោយសារខ្ញុំជឿទុកចិត្តលើត្រីក្រហមបានទៅហើយខ្ញុំបើសិនជាបើសម្រាប់ខ្លួនឯងជាខ្ញុំឲ្យថាខ្លួនឯង97ទៅ98%នៃការជាសោះដោយសារតែមុខខ្ញុំនៅរៀងខ្មោចបាទអញ្ចឹងយើងដឹងថាមុខយើងមិនទេណោះពីមុនគឺមុនខ្ទុះខ្លាំងមែនអត់អញ្ចឹងជឿជាក់100%បងប្អូនទៅលើបញ្ហាមុនប៉ុន្តែខ្ញុំផ្ដាំឲ្យ5ទៀតនៅពេលដែលជាមុនគឺសាច់មុខយើងអត់បានស្អាត100%ទេបាទដោយសារអីគឺមុខយើងមានបញ្ហាមុនខ្ទុះខ្លាំងបាទអញ្ចឹងទីចុងក្រោយគឺជូនពរដល់អ្នកគ្រូណាហ្នឹងហើយឲ្យបានសម្រស់ឲ្យស្អាតកុំឲ្យឡើងមុនខ្លាំងដល់ថ្នាក់ដូចមុនអីបាទពីព្រោះអីបញ្ហាមុនយើងបាក់ព្យាបាលណាបាទអញ្ចឹងអរគុណច្រើនអ្នកគ្រូណាបាទជម្រាបលា